bình lì nhai bom phôn Việt Nam rập ốc rên cha klein khai chiêng pram pi mơn lít nâng bị chênh sai sập táo này pa pol khăng đòn sọc cọp hiệp rồi bao mình Poli rồi bao Việt Nam nơi cái bà Phu Thô bán ra khơi nâng rập ốc rên cha klein khaiประมาณbà pram pi mơn mùi pon lít pram theo mà sai súp klein khai ô chào bài bà mà phây pi tàu nâng bị chênh sai sập táo nâng không rung chạ nâng khleang ra bao crom hun Fami Moto Việt Nam Company ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់អ្នកប្រើប្រាស់ខណៈផលិតផលទាំងនោះរាប់តោនត្រូវបានដាក់លក់នៅលើទីផ្សាររួចបាត់ទៅហើយតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានវៀតណាម VN Express នៅថ្ងៃអាទិត្យទី27 ខែមេសាឆ្នាំ2025នាយកដ្ឋានប៉ូលីសសេដ្ឋកិច្ចបានស៊ើបអង្កេតឃើញថាក្រុមហ៊ុន Fami Moto វៀតណាម Co Ltd នៅក្នុងតំបន់ដុងដួបានផលិតរបស់คล้ายៗទាំងនេះដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្សប៉ូលីសរកឃើញថាក្រុមហ៊ុនបានទិញផលិតផលពីក្រុមហ៊ុនផ្សេងនិងរបស់របរផ្សេងទៀតដែលយកមកកែច្នៃធ្វើជារបស់ខ្លួនឯងជាមួយនឹងការដាក់ស្លាកយីហោคล้ายៗដែលផលិតផលទាំងនេះសុទ្ធសឹងតែមិនត្រូវទៅតាមស្តង់ដារចំណីអាហារជាលទ្ធផលនៃការចោះឆាយឆេររោងចក្រនិងឃ្លាំងរបស់ក្រុមហ៊ុនប៉ូលីសបានរឹបអូសប្រេងឆាជាង 71000 លីត្រម្សៅមី40តោនម្សៅស៊ុប22តោននិងគ្រឿងទេស9តោនរួមជាមួយនឹងប៊ីចេង40តោនសារធាតុបន្ថែមផ្សេងជិត84តោននិងរបស់របរផ្សេងទៀតផលិតផលคล้ายៗទាំងនោះមានដូចជាប្រេងឆាបាប៊ brand បាបាវ brand និង Fami Gold ម្សៅស៊ុបបាទ Hanoi និង Hong Việt បាទ គៀតឆេងនិងប៊ីចេងបាវ brand និង Fami Moto អញ្ញាធិបតេយ្យបានបញ្ជាក់ទៀតថាក្រុមហ៊ុន Fami Moto វៀតណាម Co Ltd បានលក់ប្រេងឆាអស់144តោនម្សៅស៊ុប118តោននិងប៊ីចេងคล้าย363តោនរួចបាត់ទៅហើយនៅលើទីផ្សារអញ្ចឹងពុកម៉ែបងប្អូនណាបាទរបស់របរណាដែលគ្មានយីហោគ្មានម៉ាកត្រឹមត្រូវគឺខ្ញុំមិនទិញដាច់ខាតទេខ្ញុំនិយាយដោយសន្តិចិត្តណាទាល់តែមានក្រុមហ៊ុនការស្កេនកូដមានបាទមានអីត្រឹមត្រូវបានទិញខ្ញុំនិយាយដោយត្រង់មករបស់ដែលប្លែកគឺមិនងាយនឹងទិញតែម្ដងបាទអញ្ចឹងបើលេងមកអីសត្វម៉ាក់នឹងអីប៉ះពាល់សុខភាពបាច់ណាបាច់តាក់ទងបាទទៅនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយសូមជម្រាបលា